ក្នុងពិភពដែលអត្ថភាពលើអាកាសគឺកំណត់ជោគវាសនានៃផ្ទៃមេឃយន្តហោះចម្បាំងមួយបានរះឡើងខ្ពស់ជាងសម្រេចនៃសង្គ្រាមសម័យទំនើបវាជាម៉ាស៊ីនដែលកើតចេញពីការវិវត្តផ្នែកវិស្វកម្មរាប់ទសវត្សរ៍កែច្នៃដោយថាមពលដ៏ខ្លាំងក្លានិងជាទីកោតខ្លាចដោយសារភាពរហ័សរហួនដែលគ្មានគូប្រៀបនេះគឺជាស៊ូខុយស៊ូ 35S យន្តហោះចម្បាំងពហុទូនាទីធុនធ្ងន់របស់រុស្ស៊ីស៊ូ 35S មិនមែនគ្រាន់តែជាយន្តហោះចម្បាំងធម្មតានោះទេវាគឺជាត្បូងពេជ្រដ៏មានតម្លៃនៃត្រកូល Flanker ដ៏ល្បីល្បាញវាជាប្រភេទយន្តហោះដែលគេស្គាល់តាមរយៈស្លាបដ៏ធំទូលាយភាពបត់បែនដ៏អស្ចារ្យនិងរាងកាយកន្ទុយភ្លួតដែលមិនអាចភ័ន្តច្រឡំបានហើយនៅក្នុងឆ្នាំ2008ស៊ូ 35S បានបង្ហាញខ្លួនខ្លាំងជាងលឿនជាងនិងកាចសាហាវជាងសមាជិកចំនួនមុនទាំងអស់គ្រោងឆ្អឹងរបស់វាត្រូវបានបង្កើតឡើងដើម្បីសមត្ថភាពខ្ពស់បំផុតឆ្អឹងធ្វើពីទីតានីយ៉ូមបែកស្រោបដោយសមាសធាតុចម្រុះនិងផ្ទៃបញ្ជាដ៏ធំដែលអាចឲ្យយន្តហោះនេះរាំនៅលើផ្ទៃមេឃដោយភាពទន់ភ្លន់ដូចរោមបាក់សីបេះដូងរបស់វាគឺជាម៉ាស៊ីន Saturn AL41F1S ចំនួន2គ្រឿងម៉ាស៊ីននីមួយៗបញ្ចេញកម្លាំងរុញច្រានយ៉ាងមហិមាធ្វើឲ្យស៊ូ 35S មានល្បឿនលឿនដូចរន្ទះនិងមានភាពរហ័សរហួនក្នុងការបង្វែរអ្វីដែលមិនអាចទៅរួចឲ្យក្លាយជាការងារធម្មតាស៊ូ 35S ល្បីល្បាញដោយសារសមត្ថភាពមួយដែលយន្តហោះតិចតួចណាស់អាចធ្វើបានគឺការបត់បែនដ៏អស្ចារ្យក្បាលម៉ាស៊ីនបញ្ចេញកម្លាំងរុញច្រានរបស់វាអាចបង្វិលយន្តហោះនៅកណ្ដាលអាកាសអនុញ្ញាតឲ្យវាបត់ត្រឡប់ខ្លួនបានលឿននិងហោះឡើងក្នុងមុំដែលធ្វើឲ្យគេនឹកស្មានមិនដល់សម្រាប់អ្នកទស្សនាវាហាក់ដូចជាវេទមន្តប៉ុន្តែសម្រាប់អ្នកបើកបរវាគឺជាអាវុធដែលផ្ដល់ឲ្យស៊ូ 35S នៅសមត្ថភាពក្នុងការបត់ចែងគូប្រកួតក្នុងការប្រយុទ្ធរយៈចម្ងាយជិតប្រព័ន្ធអេឡិចត្រូនិក Digital ដ៏ទំនើបនៅជុំវិញអ្នកបើកបរជាមួយនឹងទិន្នន័យរុករកការតាមដាននិងទិន្នន័យប្រយុទ្ធនេះផ្ដល់ឲ្យស៊ូ 35S នូវការយល់ដឹងដែលចាំបាច់ដើម្បីរស់រានក្នុងដែនអាកាសសម័យទំនើបដែលជាកន្លែងដែលការគំរាមកំហែងអាចមកពីគ្រប់ទិសទីជាមួយនឹងកន្លែងសម្រាប់បំពាក់អាវុធចំនួន12កន្លែងស៊ូ 35S អាចផ្ទុកនូវឃ្លាំងអាវុធដែលស័ក្តិសមសម្រាប់ឧត្តមភាពនៅលើអាកាសមិនថាបេសកកម្មនោះគឺជាការល្បាតនៅលើមេឃឬការវាយប្រហារគោលដៅឆ្ងាយសារពើភ័ណ្ឌអាវុធរបស់ស៊ូ 35S ផ្ដល់នូវសមត្ថភាពនិងកម្លាំងដើម្បីបញ្ជៀតនៅលើសមរភូមិតាមការប៉ាន់ស្មានពីកិច្ចសន្យានាំចេញនឹងអ្នកវិភាគឧស្សាហកម្មយោធាតម្លៃក្នុងមួយគ្រឿងរបស់ស៊ូ 35S គឺស្ថិតក្នុងរង្វង់រាប់សិបលានដុល្លារដោយជាទូទៅចន្លោះពី80លានទៅ100លានដុល្លារឬលើសពីនេះអាស្រ័យលើការរៀបចំប្រព័ន្ធបច្ចេកទេសគ្រឿងបន្លាស់បន្ថែមនិងលក្ខខណ្ឌរបស់អ្នកបញ្ជាទិញតម្លៃនេះអាចប្រែប្រួលទៅតាមប្រព័ន្ធសភាវុធឧបករណ៍គ្រប់គ្រងផ្នែកភស្តុភារការបណ្ដុះបណ្ដាលនិងកញ្ចប់ផ្គត់ផ្គង់ផ្សេងៗដែលមានន័យថាយន្តហោះចម្បាំងនីមួយៗគឺជាការវិនិយោគដ៏ធំធេងមិនមែនត្រឹមតែជាអាវុធសម្រាប់វាយប្រហារនោះទេក្នុងការហោះហើរវឹកហាត់កាត់វាលខ្សាច់ព្រៃឈើនិងឆ្នេរស៊ូ 35S បានបង្ហាញខ្លួនឯងថាជាយន្តហោះចម្បាំងនៅលើមេឃវាឈរឈ្មោះជាយន្តហោះចម្បាំងមិនបំបានកាយដែលមានឥទ្ធិពលបំផុតមួយនាពេលបច្ចុប្បន្នហើយដូចជាវីរភាពដទៃទៀតដែរស៊ូ 35S ត្រូវតែបង្ហាញសមត្ថភាពពិតប្រាកដដើម្បីទទួលបានការទទួលស្គាល់បន្ទាប់ពីការធ្វើតេស្តនិងការកែលម្អអស់រយៈពេលជាង1ទសវត្សរ៍យន្តហោះនេះបានចូលបម្រើការជាផ្លូវការនៅក្នុងកងកម្លាំងអាកាសរុស្ស៊ីនៅចន្លោះឆ្នាំ2014ដោយក្លាយជាយន្តហោះចម្បាំងដែលទំនើបបំផុតមួយក្នុងការគ្រប់គ្រងដែនអាកាសនៅលើពិភពលោកបេសកកម្មប្រតិបត្តិការដំបូងរបស់វាមិនមែនធ្វើឡើងនៅលើមេឃសម្រាប់ការវឹកហាត់នោះទេប៉ុន្តែគឺនៅលើតំបន់ជម្លោះជាក់ស្ដែងតែម្ដងនៅពេលដែលយន្តហោះស៊ូ 35S ត្រូវបានដាក់ពង្រាយក្នុងបេសកកម្មគ្រប់គ្រងនិងអមការពារយន្តហោះផ្សេងៗក្នុងដែនអាកាសដែលមានគ្រោះថ្នាក់ការហោះហើរទាំងនេះគឺជាការសាកល្បងក្នុងភ្លុកភ្លើងសង្គ្រាមដែលបានបង្ហាញថាយន្តហោះដែលមានសមត្ថភាពខ្ពស់នេះមិនត្រឹមតែត្រៀមខ្លួនសម្រាប់លំហមេឃដែលពិបាកបំផុតក្នុងលោកប៉ុណ្ណោះទេប៉ុន្តែត្រូវបានបង្កើតឡើងដើម្បីឈ្នះគ្រប់ឧបសគ្គខណៈពេលដែលបច្ចេកវិទ្យាកំពុងបោះជំហានទៅមុខយ៉ាងលឿនយន្តហោះចម្បាំងថ្មីៗបានលេចរូបរាងឡើងប៉ុន្តែស៊ូ 35S នៅតែរក្សាជំហររបស់ខ្លួនក្នុងពិភពលោកដែលកំពុងងាកទៅរកភាពមើលមិនឃើញស៊ូ 35S នៅតែជាអណ្ដាតភ្លើងដែលឆេះដ៏សន្ធោសន្ធៅនៅលើផ្ទៃមេឃដែលបដិសេធមិនឲ្យគេមើលរំលងជួបគ្នានៅវីដេអូក្រោយជាមួយ Tactical Vision